អាចដឹងថាខ្លួនឯងមានលទ្ធភាពជិះឡានថ្លៃចង់ជិះឡានថ្លៃប៉ុន្តែក្នុងលក្ខខណ្ឌសម្រាប់យកមកសម្ញែងហៃសូតើយើងខុសឬអត់វីដេអូនេះគឺជាបទពិសោធន៍របស់ខ្ញុំផ្ទាល់ដែលឡានខ្ញុំមួយណាក៏ខ្ញុំមិនដែលមានប្រវត្តិបង់រំលោះសោះឡើយថ្ងៃនេះមកចែករំលែកបទពិសោធន៍បដាមក review ឡានបដាណាតាមពិត Rolls-Royce Cullinan 2026នេះខ្ញុំបានទិញតាំងពីមុនអូនគេកើតម៉េះកាលនោះខ្ញុំ order តាំងពីថ្ងៃទី18ខែ1មានន័យថាមាន2026ភ្លាមគឺខ្ញុំកំងទិញភ្លាមហ្មងហើយដាក់យន្តហោះមកទៀតអូយគ្រាន់តែថ្លៃដឹកយន្តហោះហ្នឹងបងប្អូនគ្នាអើយគុណចិត្ត10 ដងហើយតែថាចង់បានជិះមុនគេណាសេរីថ្មីហ្នឹងតាំងពីមុនខ្ញុំមាន Lamborghini ហើយនឹង Rolls-Royce អ្នកទាំងគ្នាគឺខ្ញុំជិះឡានមានកម្រិតទេតែដល់ដំណាក់កាលមួយដែលខ្ញុំហ៊ានជិះឡានតម្លៃរាប់លានដុល្លារដូច Rolls-Royce នេះតម្លៃជាង1 លានដុល្លារអ្នកទាំងគ្នាអាហ្នឹងខ្ញុំទិញតាំងពីចេញដំបូងអញ្ចឹងវាថ្លៃសួរថាយើងអាចដឹងថាយើងមានលទ្ធភាពជិះឡានថ្លៃបែបហ្នឹងតាមរយៈអីខ្លះអញ្ចឹងអានេះជាការចែកម្លែកបទពិសោធន៍ពីខ្ញុំទៅយើងអាចស្ទង់ថាយើងមានលទ្ធភាពជិះឡានមួយហ្នឹងលុះណាតែយើងទិញវាហើយអារម្មណ៍យើងល្អយើងទិញវាហើយអារម្មណ៍យើងអត់មានសម្ពាធយើងមានលទ្ធភាពជួសជុលមានលទ្ធភាពនៅក្នុងការប្រើប្រាស់វាជាប្រចាំថ្ងៃមិនថាការចាក់សាំងឬក៏សេវាកម្មថែទាំហើយយើងអាចមានលទ្ធភាពទិញបានច្រើនគ្រឿងនៅក្នុងពេលតែមួយប៉ុន្តែទិញដោយអត់មានការចាពាក់គេអត់មានការបង់លុយឬក៏យើងទិញហើយអត់មានរង្គោះរង្គើដើមទុននៃការរកស៊ីអញ្ចឹងមានន័យថាយើងមានលទ្ធភាពជិះឡានមកប្រភេទហ្នឹងហើយអញ្ចឹងដូចខ្ញុំស្ទង់ខ្លួនឯងអញ្ចឹងខ្ញុំមានលទ្ធភាពជិះឡានជាង1 លានដុល្លារខ្ញុំអាចមានលទ្ធភាពចាក់សាំងខ្ញុំអាចមានលទ្ធភាពថែទាំពេលដែលវាខូចខាតហើយខ្ញុំមានសមត្ថភាពនៅក្នុងការបង់ពន្ធផ្លូវបង់ insurance ហើយយើងអាចបង់ដោយធូរអញ្ចឹងមានន័យថាអូខេយើងមានលទ្ធភាពក្នុងការជិះហើយអញ្ចឹងជិះចោះតែបើបងអូនខ្លះដែលគាត់ទិញដើម្បីគ្រាន់តែព្យាឬក៏អួតបង្ហាញទាំងដែលគាត់ទិញទាំងត្រដាប់ត្រដួឧបមាថាគាត់ចង់ទៅបឈឺនរណាម្នាក់អញ្ចឹងគាត់ត្រូវទិញវាប៉ុន្តែគាត់ទិញរំលោះទាំងដែលរំលោះឲ្យផិតផាយត្រូវកេងគិតទាំងយប់ទាំងថ្ងៃបើស្ថិតនៅក្នុងស្ថានភាពបែបហ្នឹងមានន័យថាយើងអត់ទាន់មានលទ្ធភាពជិះវាទេអាហ្នឹងបើវាគ្រាន់តែជាការអួតព្យាជាចំណងទេមិនទាន់ជាតម្រូវការទេអាហ្នឹងគឺយើងដកថយសិនដោយពាក្យចាស់លោកពោលថាកុំឃើញដំរីជួសតាមដំរីណាបើសម្រាប់ខ្ញុំអត់ទេបើសិនជាខ្ញុំអត់ទាន់មានលទ្ធភាពជិះខ្ញុំសុខចិត្តអត់ជិះអ្នកទាំងគ្នាហើយបើជិះហើយនាំឲ្យខ្ញុំមានអារម្មណ៍ថាតានតឹងខ្ញុំត្រូវធ្វើឲ្យគ្រួសារមានសម្ពាធខ្ញុំធ្វើឲ្យមានផលរំខានដល់ការរកស៊ីក៏ខ្ញុំអត់ជិះដែរមានន័យថាយើងជិះទាំងអត់មានផ្លូវចិត្តសន្តិភាពអត់មានផ្លូវចិត្តល្អមានន័យថាយើងអត់ទាន់មានលទ្ធភាពជិះវាទេហើយពីមុនណាបងប្អូនគ្នាដឹងខ្ញុំក៏ធ្លាប់ឮគេនិយាយថាចាំបាច់ទៅជិះអាស៊ីនធ្វើអីជិះតែឡានឡើងហ្នឹងទៅគេមើលមកគឺដូចស៊ីន 100% ហើយជិះឡានឡើងវាធ្វើយើងចំណេញលុយតាមពិតការផ្ដល់យោបល់ពីសំណាក់ម្ចាស់ការ៉ាសឬក៏បងប្អូនជុំវិញខ្លួនតាមពិតវាអាចល្អតែដោយសារតែគេគិតថានៅពេលដែលជិះឡានឡើងគឺចំណេញលុយហើយមើលមកគឺដូចគ្នាតែដល់យូរទៅនេះជាគំនិតរបស់ខ្ញុំឯណាយើងជិះឡានឡើងទោះបីជាយ៉ាងណាក៏អាចលាក់ភ្នែកគេចិត្តដែរអ្នកដែលគេចេះមើលឡានស៊ីនទោះបីជាអ្នកខ្លះគេអត់បានដេញដោលចំពោះរថយន្តរបស់យើងតែគេអាចមើលដឹងថាឡានរបស់យើងគឺឡានឡើងហើយបើឲ្យនិយាយថាដូចគឺអាចដូចបានទេឡានឡើងនិងឡានស៊ីនណាគឺមើលនៅតែមានចំណុចខុសគ្នាឧបមាអ្នកខ្លះគាត់ចង់ជិះដូចខ្ញុំអញ្ចឹងទៅគាត់ឡើងមុខ2026អញ្ចឹងទៅតែសួរថាមានចំណុចខុសគ្នាអត់នៅតែមានចំណុចខុសគ្នាតែបើឡានឡើងហ្នឹងយើងប្រាប់គេត្រង់អត់អីទេតែបើសិនជាយើងប្រាប់គេថាអូនរបស់ខ្ញុំ2026ទាំងតែធៀបពិតគឺមិនមែនទេបើអ្នកដែលគាត់ចេះមើលឡានគេនឹង notice យើងទុកហើយណាមួយគេនឹងលួចសោកយើងអញ្ចឹងទៅនេះខ្ញុំចែករំលែកទៅអ្នកទាំងអស់គ្នាហៃឡូថាអូអ្នកទាំងអស់គ្នាជឿគេថាជិះឡានឡើងទៅគេមើលមិនដឹងទេអត់ទេចានៅតែមានចំណុចមើលដឹងឧទាហរណ៍ថាឥឡូវខ្ញុំ review តិចចុះណាដូច Rolls-Royce Cullinan 2026នេះអញ្ចឹងឧបមាថានៅខាងមុខហ្នឹងគេអាចឡើងបានដូចគ្នាដូចរបស់ខ្ញុំអត់គេអាចឡើងបានសូម្បីទាំង logo សូម្បីទាំងយ៉ាន់កង់អីហ្នឹងហើយសូម្បីតែបណ្ណាសូម្បីតែចង្គៀងអីហ្នឹងគឺអាចដូចគ្នាន័យថាបើមើលតម្រង់ខាងក្រៅអញ្ចឹងទៅអ្នកគ្នាអាចមើលច្រឡំថាអូឡានហ្នឹង026ដូចតែគ្នាប៉ុន្តែភាពខុសគ្នាគឺវានៅខាងក្នុងទៅវិញទេបើនៅខាងក្នុងជាទូទៅ Cullinan ណាបើខាងក្នុងគឺជាពិសេសនៅតាមកន្លែងតាប់ឡូហើយនិងកន្លែងចង្គកន្លែងហ្នឹងគឺប្រឡំអត់បានហ្មងហើយឡានដែលបងប្រុសកំពុងតែ review ហ្នឹងគឺជាឡានរបស់ខ្ញុំអ្នកគ្នាដឹងហើយពាក់ព័ន្ធជាមួយនឹងឡានរបស់ខ្ញុំគឺខាងក្នុងពណ៌ទឹកក្រូចហើយទម្រង់កៅអីគឺ Cozy Edition ណាអ្នកគ្នាហើយពពួកហ្នឹងគឺដេដៃនិយាយចំទៅគឺវាប៉និតខ្លាំងមែនតើបើការឡានខ្ញុំចេញមកដំបូងគឺអត់ទាន់មានកូពីអត់ទាន់មានឡើងទេតែឥឡូវគឺអាចឡើងបានគឺអាចធ្វើបានអញ្ចឹងឧទាហរណ៍ថាបើគេចង់កំងអា Cozy Edition ហ្នឹងគេយកស្បែកកៅអីហ្នឹងទៅបន្ទប់ទៅលើ Rolls-Royce ណាមួយរបស់ Cullinan អាហ្នឹងគឺគេអាចធ្វើបានពីព្រោះអីឥឡូវតាំងពីខ្ញុំទិញមកតើគ្នាតាំងពីខែ1អញ្ចឹងវាយូរគួរសមដែរហើយមកដល់ពេលនេះគឺចូលខែ7អញ្ចឹងកៅអីហ្នឹងមកដល់ពេលហ្នឹងគឺប្រហែលជាមានអ្នកអាចឡើងបានហើយបើពាក់ព័ន្ធជាមួយនឹងកម្រាលជើងវិញណាតើគ្នាគឺកម្រាលជើងគឺពពួករោមជាមនិយាយចំទៅសូម្បីកម្រាលជើងគេក៏ថ្លៃហើយប៉និតដែរសូម្បីតែកម្រាលជើងរបស់ Rolls-Royce ហ្នឹងតើគ្នាក៏រាប់ពាន់ដុល្លារដែរបើនិយាយពីកបោនតាមទ្វារអីហ្នឹងចាគឺប៉និតមែនតើមកហើយចំពោះកាឡាកបោន
របស់រយខលីណាន2026ហ្នឹងគឺគេចំណាយពេលវេលាធ្វើវាច្រើនជាន់ដោយដៃរយៈពេល21ថ្ងៃនិយាយទៅគ្រប់គ្រឿងទាំងអស់សិតតែប៉និតអញ្ចឹងបានវាថ្លៃហ្នឹងណាហើយបើឡានកូពីឬក៏ឡានស៊ីតើអ្នកគ្នាអាចមើលទៅលើអេក្រង់ខាងមុខបានចង់និយាយថា026វាមានឡូតឆ្នោតហើយនឹងសញ្ញាអាណត្តិនៅលើហ្នឹងអញ្ចឹងបើសេរីក្រុមហ្នឹងវាអត់មានអាភ្លើងឆ្នោតហ្នឹងទេហើយពាក់ព័ន្ធជាមួយនឹងដៃចកូតក៏ដូចគ្នារើសរយ026បើសិនជាឡានហ្នឹងពណ៌តក្រូចដៃចកូតហ្នឹងគឺត្រូវតែឡាយពណ៌តក្រូចដូចគ្នាអញ្ចឹងបើសេរីក្រុមហ្នឹងគឺអត់មានឡាយពណ៌ទេអាចឡើងបានតែកៅអីហើយនឹងកែមទ្វារអញ្ចឹងទៅហើយសូម្បីតែតនិចនាឡិកាដែលមាននៅក្នុងអេក្រង់នៅក្រោមតាប់ឡូហ្នឹងក៏អត់ដូចគ្នាដែរនិយាយទៅឡានឡើងភាគច្រើនគេឲ្យមើលតែកន្លែងតាប់ឡូហើយនឹងចកូតទេតែបើនៅខាងក្រោយហ្នឹងវាអាចនឹងដូចគ្នាស្ទើរតែថា99%ហើយទាំងកៅអីអង្គុយទាំងទូទឹកកកកន្លែងផ្ទុកកែវអញ្ចឹងទៅអញ្ចឹងបើសួរថាអញ្ចឹងនៅពេលដែលយើងជិះឡានឡើងតែអស់គ្នាតើគេអាចមើលដឹងអត់គឺគេអាចមើលដឹង100%បើសិនជាអ្នកដែលគាត់មើលហ្នឹងគាត់ជាអ្នកជំនាញមើលឡានបើនិយាយចំទៅអ្នកដែលគាត់ចង់ឲ្យយើងជិះឡានឡើងគាត់មិនមែនមានបំណងអាក្រក់ទេគឺគាត់ចង់ឲ្យយើងសំចៃលុយហើយអាចមានរបស់ស្តៀងគ្នាជិះដល់តែ80% 90% អញ្ចឹងណាក៏ប៉ុន្តែការជិះឡានឡើងក៏វាបញ្ជាក់ពី credit របស់យើងមួយផ្នែកផងដែរតែបើសិនជាយើងជិះឡានឡើងហើយយើងប្រាប់ត្រង់អានឹងវាអត់អីទេតែបើសិនជាយើងជិះហើយយើងប្រាប់គេថានឹងសេរីខ្ពស់ឧបមាថាបើគេដឹងមានតែតាមនឹងគឺមានតែខ្មាស់គេនឹងឯងអញ្ចឹងបានថានៅពេលដែលយើងធ្វើអីមួយអ្នកទាំងគ្នានេះជាការចែកម្លែកប័ណ្ណពិសោធន៍ទេយើងធ្វើអីក៏គេមើលដឹងដែរគ្រាន់តែថាពេលខ្លះទៅអ្នកខ្លះក៏គេទុកមុខឲ្យគេមិននិយាយអញ្ចឹងតម្លៃយើងក៏គេផ្ដល់ឲ្យទៅតាមហ្នឹងហើយពាក់ព័ន្ធជាមួយនឹងសម្ភារៈនិយមអស់ទាំងនេះព្រោះថាវាជារបស់ចាំបាច់អត់វាមិនមែនជារបស់ចាំបាច់ដែលយើងអត់បានទេនិយាយទៅវាគ្រាន់តែជាគ្រឿងលម្អខ្លួនយើងអាចនឹងប្រើប្រាស់ឲ្យទិញវានៅពេលដែលយើងមានហូបចុកបបោហោហៀហើយអញ្ចឹងអូខេបំពេញអត្តន័យជីវិតចោះដោយការដែលយើងធ្វើឡើងដោយអត់មានសម្ពាធហើយសូម្បីតែការញ៉ាំម្ហូបឆ្ងាញ់ក៏ដូចគ្នាតម្លៃម្ហូបរាប់រយរាប់ពាន់ដុល្លារសួរថាបើយើងអត់ត្រូវចំណាយដល់កម្រិតហ្នឹងយើងអាចរស់បានអត់រស់បានតែរបស់ខ្លះវាគ្រាន់តែជាគ្រឿងផ្សំដែលបំពេញន័យក៏ដូចជាថែមពណ៌ជីវិតរបស់យើងតែប៉ុណ្ណោះហើយសំណួរមួយទៀតបើសិនជាយើងបង់រំលោះចំពោះសម្ភារៈនិយមហើយនឹងគ្រឿងហៃសូតែយើងខុសឬអត់ 100% គឺយើងខុសតែបើយើងបង់រំលោះយើងប្រើប្រាស់វាស្ថិតនៅក្នុងសម្ពាធប៉ុន្តែវាត្រូវការចាំបាច់របស់ហ្នឹងគឺយើងរំលោះប៉ុន្តែក្នុងលក្ខខណ្ឌមួយយើងត្រូវការដើម្បីប្រើប្រាស់ទៅលើការងារវាចាំបាច់ដែលយើងប្រើប្រាស់នៅក្នុងគ្រួសារវាជាតម្រូវការហើយយើងបង់រំលោះក៏យើងធ្វើចោះអាហ្នឹងគឺវាអត់ខុសទេព្រោះជារបស់ដែលចាំបាច់ហើយឲ្យតែយើងមានលទ្ធភាពនៅក្នុងការបង់ដោយពាក្យចាស់លោកពោលថាធ្វើអីក៏ដោយក៏ល្អដែរឲ្យតែស័ក្តិសមជាមួយនឹងខ្លួនឯងប៉ុន្តែការញ៉ាំ collagen រៀងខុសពីការទិញឡានតិចបើយើងអត់មានលទ្ធភាពទិញឡានថ្លៃទេយើងអាចជិះឡានម៉មសិនបានតែចំពោះ collagen វិញអត់មែនចេះតែផឹកម៉មបានទេណាពេលយើងអត់មានលទ្ធភាពញ៉ាំ collagen ដែលមានគុណភាពតែយើងបែរជាគិតថាញ៉ាំ collagen អត់មានប្រភពហើយអត់ច្បាស់លាស់សិនទៅឬក៏ញ៉ាំម៉មសិនទៅចាហ្នឹងពាក់ព័ន្ធជាមួយសុខភាពណាមិនមែនដោយការផ្លាស់ប្ដូរឡានទេណានេះគឺជាការដោះដូរជាមួយនឹងគ្រឿងក្នុងចាគឺកាត់ខ្លីៗគឺការដោះដូរមួយសុខភាពអញ្ចឹងបើចូលទិញញ៉ាំហ្មងគឺញ៉ាំមួយវ៉ាន់ស្តង់ដែរមានការឆ្លងកាត់លាបូហើយនឹងធានាច្បាស់លាស់អាហ្នឹងគឺថាយើងញ៉ាំដោយមានខ្លាចហានិភ័យហ្មងប៉ុន្តែបើសិនជាទាំងអស់គ្នាគិតថាខ្ញុំអត់ទាន់មានលុយទេអញ្ចឹងខ្ញុំសុំញ៉ាំម៉មសិនឬក៏ញ៉ាំប្រភេទ collagen ម៉ូតនេះម៉ូតនោះសិនអូខេអាហ្នឹងគឺយើងទទួលខុសត្រូវដោយខ្លួនឯងបើខ្ញុំវិញខ្ញុំហ៊ាននិយាយថាមកដល់ពេលនេះគឺខ្ញុំមានលទ្ធភាពហើយអញ្ចឹង supplement ដែលខ្ញុំញ៉ាំចូលទៅក្នុងខ្លួនក៏ខ្ញុំត្រូវតែឆ្លងកាត់ការធ្វើប្រតិបត្តិវិភាគទាំងក្រៅប្រទេសនៅក្នុងប្រទេសដែរដើម្បីបញ្ជាក់លើសុវត្ថិភាពនៅក្នុងការប្រើប្រាស់គ្រប់បែបយ៉ាងទាំងអស់រឿង collagen នេះមួយខ្ញុំមិនមែនបង្កើតមកសម្រាប់តែមានរសជាតិឆ្ងាញ់ទេហើយការផលិតដើម្បីញ៉ាំខ្លួនឯងនេះគឺត្រូវតែជាផលិតផលដែលសម្រិតសម្រាំងយ៉ាងពិសេសនិងទទួលបាននូវប្រសិទ្ធភាពដូចអ្វីដែលខ្ញុំចង់បានព្រោះថារឿង collagen នេះគឺខ្ញុំចាយទុនខ្លាំងណាស់ព្រោះថាដល់ពេលវេលាសូម្បីតែផលិតផលរបស់កូនខ្ញុំក៏ដោយបើខ្ញុំអត់ទុកចិត្តទីផ្សារទេគឺខ្ញុំផលិតមកឲ្យកូនខ្ញុំប្រើខ្លួនឯងអញ្ចឹងហ្មងព្រោះមានតែយើងជាម្ដាយទេដែលយើងអាចដឹងថាផលិតផលនោះវាល្អពិតប្រាកដមែនអត់ហើយនៅក្នុងសាប៊ូនៅក្នុងលេរបស់កូនក្មេងនឹងយើងប្រើប្រាស់វត្ថុធាតុផ្សំអីគេខ្លះអញ្ចឹងនៅពេលដែលយើងផលិតអវ៉ាន់នីមួយយើងដាក់អារម្មណ៍ជាម្ដាយយើងដាក់អារម្មណ៍ជាសាច់ញាតិចូលគឺផលិតផលចេញមកគឺល្អឥតខ្ចោះហ្មងកាលណាតែយើងមានគោលដៅទុកអតិថិជនជាសាច់ញាតិហើយគឺយើងរមែងចង់ឲ្យសាច់ញាតិបងប្អូនកូនក្មួយយើងគឺបានអវ៉ាន់ល្អយកទៅប្រើប្រាស់ហើយបើពាក់ព័ន្ធជាមួយនឹងគ្រឿងរបស់កូនខ្ញុំមិនថាសាប៊ូមិនថាលេទេមានកិច្ចសន្យាអីត្រឹមត្រូវច្បាស់លាស់បើសិនជាករណីបដូរផ្លាស់រូបមន្តឬក៏កេងប្រវ័ញ្ចទៅលើគុណភាពធ្វើឲ្យកូនខ្ញុំមានបញ្ហាអីមែនចាគឺខ្ញុំប្តឹងបិទរោងចក្រនឹងគាត់ចោលហ្មងអញ្ចឹងហើយខ្ញុំដើរមកដល់ចំណុចនេះហើយខ្ញុំរស់ស៊ីអត់លក់ផ្លូវខ្ញុំរស់នៅគឺខ្ញុំអត់លក់មុខដាច់ខាតអរគុណច្រើន